នៅពេលឃើញអ្នកសូមទាន100មកយើងអាចឲ្យ500បានហ្នឹងកុំខ្ជិលតែមានឲ្យទៅក្រែងលោយើងវាអត់មានពេលសម្រាប់ឲ្យទានហ្នឹងនឹងឯងតែមិនមែនចិត្តតែមានពេលឲ្យទេណាជួនកាលយើងកើតជាកំណើតអីចឹងទៅវត្តសង្សារយើងមានចិត្តចេតនាឯណានឹងបានឲ្យទានសូម្បីតែកើតមកជាមនុស្សក៏មិនងាយចិត្តតែមានឱកាសបានឲ្យទាននឹងទៅទៀតវាអត់វាឃ្លានខ្លួនឯងចឹងទៅក៏មានជួនកាលក៏មិច្ឆាទិដ្ឋិទៅស្អប់បន្ទុះតោះសម្លុតគម្រាមកំហែងអ្នកសូមទាននឹងទៅទៀតទៅវាមិនងាយទេណាដូច្នេះយើងនឹកឃើញថាមានឱកាសបានធ្វើអញ្ចឹងណាជាលៀបសំណាងរបស់យើងទេតែធ្វើទៅជាឱកាសដែលយើងមិនងាយបានទេក្នុងវដ្តសង្សារមានឱកាសបានធ្វើទានធ្វើទៅមានឱកាសបានរក្សាសិលរក្សាភ្លាមទៅមានឱកាសត្រូវប្រព្រឹត្តព្រមចរិយធម៌យ៉ាងណាគឺយើងប្រព្រឹត្តទៅនឹងឯងតែកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយគ្រាន់តែយើងមានដៃលើកសំពះមេត្តាបិតានេះណាយើងគិតមើលតើយើងអាចមានដៃតទៅទៀតទេជាតិមុខជាតិក្រោយហ្នឹងណាយើងអាចមានដៃហ្នឹងលើកសំពះបានទៀតទេមើលដូចជាមត្តកណ្ដលីកើតជាមនុស្សឲ្យតឡាំងសម័យពុទ្ធកាលព្រះអង្គគង់បញ្ជន់នៅហើយម៉ែឪអត់បាននាំទៅវត្តអត់បាននាំឲ្យជួបព្រះសង្ឃអត់ចេះទេអត់ចេះដល់តែពេលឈឺកើតរោគស្គមលឿងហ្នឹងនៅនឹងសញ្ញាផ្ទះខាងមុខហ្នឹងព្រះអង្គទ្រង់យាងទៅបិណ្ឌបាតព្រះអង្គបញ្ចាំងព្រះឆាប់គាត់រាំងសីទៅខំប្រឹងងាកមកពីព្រោះឃើញពលឺអស្ចារ្យណាស់បិទភ្នែកហើយក៏មានពលឺភ្លឺចាំងឃើញភ្លឺអីអស្ចារ្យហំបើកភ្នែកហើយខំប្រឹងងាកខ្លួនមកពេលខំប្រឹងហ្នឹងគឺបាក់កម្លាំងអស់គ្រាន់តែបានទួតឃើញតែព្រះដ៏មានពភៈព្រះអង្គអស្ចារ្យណាស់ប្រកាសជាព្រះអង្គមានបុណ្យក្រៃលែងណាស់បានព្រះអង្គមានព្រះវរៈកាយអស្ចារ្យយ៉ាងហ្នឹងចាប់ផ្ដើមជ្រះថ្លានឹងព្រះអង្គបានតែប៉ុណ្ណឹងគ្រាន់តែចង់លើកដៃសំពះហ្នឹងលើកអត់រួចផងទៀតវាអត់មានកម្លាំងអីលើករួចទេហើយក៏ផុតខ្យល់ទៅស្លាប់ទៅនឹងឯងទៀតប៉ុន្តែហ្នឹងទោះជាមិនបានធ្វើអីដោយកាយមិនបានធ្វើអីដោយវាចាទានអត់សិលរក្សាពីមុនមកក៏អត់ទៅតែពេលនឹងឯងតាំងចិត្តជ្រះថ្លានឹងព្រះអង្គបានព្រឹបអស់ខ្យល់ទៅបានទៅកើតជាទេវតាឋានតាវតិនដោយសេចក្តីជ្រះថ្លានឹងណាហើយបានឃើញអានុភាពនៃបុណ្យកុសលអញ្ចឹងអាណិតឪពុកហ្នឹងកំណាញ់ណាស់អត់ធ្វើបុណ្យធ្វើទានអីទេបានមកជួយឪពុកអតិនៈបបកៈព្រាមនឹងបានទៀតឲ្យឪពុកហ្នឹងមកជួបព្រះអង្គបានហើយស្ដាប់ពធទេសនាសម្រាប់សោតាបត្តផលទាំងឪពុកទាំងខ្លួនឯងទៅនឹងឯងហ្នឹងខ្ញុំណាគ្រាន់តែចង់បញ្ជាក់ថាគ្រាន់តែមានដៃដើម្បីសំពះថ្វាយពពោធិព្រឹកបច្ច័យដីសំពះដែលយើងមានការគួសមជាមួយគ្នានឹងចាស់ទុំអីប្រកដីនឹងអេរិយាបថសភាពរៀបសារអីហ្នឹងយើងងាយមានទេណាបាល់មុខមាត់ដៃជើងអត្តភាពជាមនុស្សហ្នឹងណាឥឡូវយើងមានហើយយើងធ្វើអីធ្វើឲ្យហើយទៅធ្វើឲ្យអស់ចិត្តអស់ចង់ទៅកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយអ្វីទាំងអស់នេះណាយើងចងចាំទុកចុះអត្តភាពហ្នឹងមុខតែលះបង់ទៅទេហើយយើងតាំងចិត្តថាទុកជាឧបករណ៍តែប៉ុណ្្នឹងទេអត់មានយកធ្វើខ្លួនយើងអីបានប្រមាណថ្ងៃប្រមាណខែទៅទៀតទេគ្រោះថ្នាក់បាត់បង់ជីវិតជំងឺរោគាបាត់បង់ជីវិតនឹងឯងអត់មានយកធ្វើខ្លួនយើងទៅទេឥឡូវនេះយើងទុកជាឧបករណ៍ដោយកបិតតថៅអីដែលយើងខ្ចីគេមកយកកាប់អាស័យកាប់ឈើងាប់កាប់វัวយកមកចងសម្រាប់ធ្វើក្បូនឆ្លងទៅកាន់ត្រើយនាយដល់យើងធ្វើហើយយើងសងទៅគេវិញទៅកបិតតថៅហ្នឹងដែលយើងខ្ចីគេមកហ្នឹងអត្តភាពហ្នឹងដោយកបិតតថៅដោយរណាដែលយើងខ្ចីគេមកអញ្ចឹងគឺយើងមានតែលះបង់ទៅទេប៉ុន្តែមុននឹងលះបង់យើងធ្វើឲ្យបានជាប្រយោជន៍គឺយើងធ្វើក្បូនទៅកាន់ត្រើយនាយដែលជាត្រើយសុខសាន្តដែលមិនមាននៅបញ្ញខណ្ឌមិនមានជំងឺរោគាមិនមានទុក្ខទាំងពួង